ការងារជួសជុលខ្ញុំផុសរាល់ថ្ងៃបងប្អូនហើយសម្រាប់បញ្ហានេះគឺមានច្រើនបាទអតិថិជនគាត់យកមកបាទខុសៗគ្នាហើយខ្ញុំលម្អិតមួយបាទងាយស្រួលមើលទេបងប្អូនស្រួលយល់ដូច13 Pro Max នេះអញ្ចឹងគឺបែកតែកញ្ចក់ខាងលើទេបាទអេក្រង់នៅភ្លឺអេក្រង់ស៊ីននៅស្អាតអញ្ចឹងបងប្អូនអាចយកមកអ៊ុតកញ្ចក់ថាច់បានហ្នឹងហើយដោយ13 Pro Max បាទបញ្ហាចេញសបាទខៀវលឿងបៃតងអេក្រង់ញាក់បងប្អូនអាចយកមកជួសជុលបានសិនហ្នឹងហើយអាចជួយបានណានឹងធ្វើឲ្យគេតេស្តបាទយើងមានបិទតែមធានាបាទសម្រាប់ការប្រើប្រាស់រហូតដល់មួយខែពេញណាហ្នឹងហើយដូច Samsung បាទ S20 Ultra ម្ដងនេះអញ្ចឹងគឺឆ្នោតបាទបែកខូចអេក្រង់បាត់ហើយអញ្ចឹងយើងមានជាប្រភេទអេក្រង់ copy ហ្នឹងហើយOLED ណាបងប្អូនហ្នឹងហើយជាប់តួទៀតអញ្ចឹងផ្លាស់ប្ដូរឲ្យតេស្តជូនមកស្អាតដូចគ្នាអញ្ចឹងបាទយើងធានាលើការប្រើប្រាស់មួយខែប្រភេទអេក្រង់ copy តាក់ទងនឹងអេក្រង់ដដែលទេបាទ iPhone 11 Pro Max បាទឆ្នោតឲ្យខូចថាច់ទៀតបាទនេះក៏បាទបញ្ហាអេក្រង់ហ្នឹងហើយ HS Max ធ្លាប់ឡើងស៊េរីអតិថិជនគាត់ចង់បានអេក្រង់ស៊ីនវិញបាទ11 Pro Max បាទឆ្នោតខូចដែរនេះដូរអេក្រង់ GX បាទ GX លេខ1មិនត្រឹមតែអាវ៉ាន់អតិថិជនគាត់មកផ្ទាល់ទេអតិថិជនខាតក៏គាត់ផ្ញើមកដូចគ្នាបាទខ្ទេចអញ្ចឹងបាទមកពីដើមគឺខ្ទេចទាំងពីរដើមមិញ11អានេះ11 Pro Max អាចជួយបានទាំងពីរដើមហ្នឹងហើយខ្ញុំថតបានខ្លះតាក់ទងនឹងបញ្ហាខូចថ្មបាទយើងមានប្រភេទថ្មលើអំពែធានារហូតដល់5ខែអីនោះបងប្អូន HMX ធ្លាប់ឡើងស៊េរីយកមកដាក់សបកស៊ីនវិញ